Chẳngហើយឈិនវូក៏បានឲ្យកាមេរ៉ាមែនហ្នឹងបិទការផ្សាយជាបន្ទាន់រួចហើយគីបាក៏បានយកសារសរបស់វិយន្តគូមកដាក់ចំពោះមុខឈិនវូពេលហ្នឹងវិយន្តគូក៏បានសួរទៅកាន់ឈិនវូថាតើចង់ធ្វើអ្វីក៏ប៉ុន្តែឈិនវូបានតបទេរួចហើយឈិនវូក៏បានកោះហៅស្រមោលរបស់វិយន្តគូឲ្យក្រោកឡើងក្រោយពីបានក្រោកឡើងវិយន្តគូហ្នឹងគាត់ក៏ជាមនុស្សល្អពិតមែនបានដើរសម្រាប់ទៅកាន់ឆាអេនឹងចាប់ផ្ដើមបើកនៅគម្ពីររបស់ខ្លួនប្រើវេទមន្តព្យាបាលទៅកាន់ឆាអេក្រោយពីទទួលបានជំនួយឆាអេក៏បានត្រឡប់ទៅសភាពដូចដើមវិញគ្រាន់តែនៅសន្លប់នៅឡើយក្រោយពីបានឃើញហេតុការណ៍ទាំងអស់នឹងក្រុម Hunter ហ្នឹងពួកគេគឺភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលហ្នឹងវិយន្តហោក៏បាននិយាយទៅកាន់ឈិនវូថាគាត់គឺដឹងមែនតើថាធម្មពលហេលេងរបស់វិយន្តគូហ្នឹងល្អផ្នែកគេក៏ប៉ុន្តែវិយន្តគូគាត់គឺស្អប់ការវិយន្តគ្នាគាត់ចូលចិត្តតែសន្តិភាពក៏ដូចជាសេរីភាពតែប៉ុណ្ណោះមិនត្រូវការអ្នកណាទៅគេបសង្កត់គាត់ឡើយពេលលើចឹងឈិនវូក៏បានប្រាប់ឲ្យបីយន្តហោហ្នឹងដកដៃចេញទៅក៏ស្រាប់តែបីយន្តហោក៏បានចាប់ស្មារបស់គាត់ពីរដងហើយលើកនេះគាត់គឺនឹងធ្វើតាមក៏ប៉ុន្តែមិនមែនជាបញ្ជារបស់បីយន្តហោទេក៏ប៉ុន្តែវាគឺជាសំណុំពររបស់បីយន្តហោព្រោះដោយសារតែបីយន្តគូហើយនឹងគាត់ហ្នឹងគឺដូចគ្នាទេគឺចូលចិត្តសេរីភាពមិនត្រូវការអ្នកណាគេបសង្កត់បន្ទាប់ពីនិយាយរួចឈិនវូក៏បានខាងខ្សែកងត្រារបស់គាត់ជាមួយនឹងបីយន្តគូមុននឹងចាក់ចេញទៅបីយន្តគូក៏បានញញឹមទៅកាន់បីយន្តហោដែលបញ្ជាក់បានថាគាត់គឺមិនបានស្ដាយក្រោយទេក្នុងការពលីមួយនេះហើយក៏ដូចជាគាត់មានបីយន្តហោជាមិត្តភ័ក្តិតែទៅខាងថ្នាក់លើរបស់កតនៅវិញដែលគាត់ក៏អត់សូវចិត្តទេក៏ស្រាប់តែកតដែលជា Hunter របស់គាត់បែរជាស្លាប់រីឯ Hunter ប្រចាំប្រទេសកូរ៉េនៅរស់ក៏ដោយសារតែឥឡូវស្នាដៃទាំងប្រមាណហ្នឹងគឺបានធ្លាក់ទៅលើ Hunter ក្នុងប្រទេសកូរ៉េទាំងអស់ចឹងហើយក៏បានបញ្ជាឲ្យ Hunter ដែលបាននៅសល់ហ្នឹងដកថយមកវិញជាបញ្ញារីឯក្រុម Hunter នៅវិញឥឡូវពួកគេគឺកំពុងតែឡើងយានមួយដើម្បីធ្វើដំណើរចាក់ចេញពីលើកោះមួយនេះរីឯ Shinbo នៅវិញគាត់ក៏មិនបានទៅជាមួយពួកគេឡើយក៏ដោយសារតែ Shinbo គាត់គឺចង់ farm level នៅក្នុងកោះមួយហ្នឹងសិនហើយមិនយូរប៉ុន្មាន Shinbo ក៏បានឡើងទៅដល់ level 100ក៏ដូចជាបានយកសម័យរបស់សម័យខ្មៅមកធ្វើជា shadow របស់ខ្លួនរីឯ Shinbo វិញគាត់គឺសប្បាយចិត្តមែនទែនក៏ដោយសារតែគាត់ក៏បាន farm ទេក្នុងការកោះហៅសម័យខ្មៅឡើងមកធ្វើជា shadow តែសម័យខ្មៅនៅវាគឺពិសេសជាង shadow ផ្សេងទៀតក៏ដោយសារតែវាគឺអាចនិយាយបានបន្ទាប់ពីបានលើអញ្ចឹង Shinbo គាត់គឺភ្ញាក់ផ្អើលម្ដងទៀតហើយសម័យខ្មៅហ្នឹងគឺសូមឲ្យ Shinbo ជួយដាក់ឈ្មោះវាផងហើយបន្ទាប់ពីបានឃើញថាវាមានកម្រិត general អញ្ចឹង Shinbo ក៏បានគិតថាប្រហែលជាវាមានកម្រិតខ្ពស់ទៅវាអាចនិយាយបានហើយគាត់ក៏បានសួរទៅកាន់សម័យខ្មៅថាហេតុអ្វីបានជាយកគាត់ធ្វើជាម្ចាស់ក៏ដោយសារតែគាត់ក៏បានសម្លាប់សម័យខ្មៅម្ដងហើយក៏ប៉ុន្តែសម័យខ្មៅក៏បានប្រាប់ថាវាគឺបានស្លាប់ទេក៏ដោយសារតែ Shinbo ធ្វើឲ្យវាមានជីវិតឡើងវិញហើយបន្ទាប់ពីដឹងថាវាស្មោះស្ម័គ្រអញ្ចឹង Shinbo ក៏បានដាក់ឈ្មោះវាថា Beru មុននឹងចាក់ចេញទៅវិញ Shinbo ក៏បានកោះហៅសម័យនៅខាងក្នុងនោះមកធ្វើជា shadow របស់ខ្លួនទាំងអស់តែខាងក្រៅនៅវិញសង្គ្រាមរវាងសត្វចម្លែកហ្នឹងគឺមិនទាន់ចប់ទេចឹងហើយ Shinbo ក៏បានបញ្ជាទៅកាន់ Beru ឲ្យទៅសម្លាប់ហ្វូងសម័យដែលនៅសល់ហ្នឹងមិនត្រូវទុកសូម្បីតែមួយក្បាលកាត់ទៅប្រធានក្រុមចាស់នៅវិញគាត់ក៏បានចូលរួមក្នុងសមុទ្រភូមិមួយនឹងដែរជាមួយនឹង Chohe ទៅពេលហ្នឹងគឺមានសមុទ្រមួយចង់វាយប្រហារគាត់ក៏ប៉ុន្តែជាសំណាងល្អដោយសារតែ Beru ក៏បានសម្លាប់វិសាចនោះមករីឯពួកគេវិញគឺដឹងទេថានរណាជាអ្នកជួយក៏ប៉ុន្តែ Chohe បាននិយាយថា Shinbo គឺជាអ្នកជួយរីឯតាមផ្លូវដែលក្រុម Hunter ធ្វើដំណើរនឹងវាក៏មិនសូវស្រួលប្រហែលដែរក៏សារតែមាន Force មកជាច្រើនបានវាយប្រហារពួកគេនៅពេលហ្នឹង Seal ការពារក៏បានបែកហើយ Force មកជាច្រើនក៏បានសម្រុតទៅកាន់ពួកគេក៏ប៉ុន្តែមានវត្តមានរបស់ Shinbo ចឹងរឿងអ្វីក៏វាមិនកើតឡើងដែរហើយនៅពេលដែលពួកគេសម្លឹងទៅខាងក្រៅក៏បាននិយាយព្រមគ្នាចុងក្រោយពួកគេត្រូវបានជួយដោយ Shinbo ម្ដងទៀតហើយមិនយូរប៉ុន្មានពន្លឺក៏បានរះមកវិញក៏ដោយសារតែសង្គ្រាមត្រូវបានបញ្ចប់ហើយគេក៏បានប្រាប់យើងផងដែរថាក្រុម Hunter ដែលមាន rank ឯនៅក្នុងប្រទេសកូរ៉េហ្នឹងគឺបាត់បង់តែម្នាក់ទេហើយឆាអិនវិញក៏បានទៅដល់ទីពេទ្យតាន់ពេលវេលាបកទៅកាន់ប្រទេសចានៅវិញយើងក៏បានឃើញនៅ Force សមុទ្រច្រើនខ្លាំងមែនតើដែលបានហោះទៅកាន់ទីនោះនៅពេលហ្នឹងពួកគេចង់បើកការវាយប្រហារក៏ប៉ុន្តែក៏ត្រូវបានកាពីតានទូកប្រាប់ឲ្យពួកគេហ្នឹងមិនបាច់បើកការវាយប្រហារទេរឿងទាំងអស់ហ្នឹងទុកឲ្យ Legend របស់គេជាអ្នកដោះស្រាយទៅហើយ Legend ដែលពួកគេបានរំលឹកដល់ហ្នឹងគឺជា Hunter ដ៏ខ្លាំងម្នាក់នៅក្នុងប្រទេសតែគាត់ក៏បានប្រើប្រាស់ស្នេហ៍កំបិតទាំងគូវាយប្រហារកាន់ Force សមុទ្រដែលបានធ្វើចំណាក់ស្រុកតែមួយស្នេហ៍នោះទេដែលបានធ្វើឲ្យ Force សមុទ្របានហោះមកនោះផ្ទុះស្លាប់នៅលើអាកាសភ្លាមតែត្រង់ហ្នឹងគេគឺចង់បង្ហាញអំពីឥទ្ធិពលរបស់ Hunter ម្នាក់នឹងប៉ុណ្ណោះចាប់ទៅប្រទេសកូរ៉េនៅវិញដែលឡើងពួកគេគឺកំពុងតែធ្វើពិធីរំលឹកវិញ្ញាណក្ខន្ធអ្នកដែលបានពាក់លីនៅក្នុងសមរភូមិហើយនៅពេលដែល Shinbo ដែលកាត់បីយន្តហោក៏បាននិយាយទៅកាន់ Shinbo ឲ្យ Shinbo នឹងគឺដាក់សម្ពាធលើខ្លួនឯងពេកក៏ដូចជាកុំគិតច្រើនអំពីការកាត់របស់ប្រជាជនឯងដោយសារតែ Shinbo នឹងគឺធ្វើបានល្អហើយព្រោះថាបើសិនជាគ្មានវត្តមានរបស់ Shinbo ទេសង្គ្រាមមួយនេះក៏មិនចប់លឿនបែបហ្នឹងដែរពីបញ្ចប់កម្មវិធី Shinbo ក៏បានទៅនិយាយគ្នាលេងជាមួយនឹង Shaman Girl តែគាត់គឺតំណាងឲ្យមនុស្សនៅក្នុងសមាគម Hunter ទាំងអស់ឲ្យគ្រប់ទៅកាន់ Shinbo ក៏ដោយសារតែមានជំនួយរបស់ Shinbo ទៅធ្វើឲ្យពួកគេមានសន្តិភាពបែបហ្នឹងគាត់ក៏បានសួរអំពីផ្លូវដែល Shinbo ដើរទៅខាងមុខតើ Shinbo ចង់ធ្វើអ្វីក៏ដោយសារតែនៅពេលនេះសមត្ថភាពរបស់ Shinbo គេបានដឹងអស់ហើយបន្ទាប់ពីគិតបានបន្តិច Shinbo ក៏បានប្រាប់ថាគាត់គឺមានគម្រោងក្នុងការបង្កើតនៅអង្គភាព Hunter មួយដែលខ្លួនឯងកាត់ទៅលើកោះជីជូនៅវិញយើងបានឃើញនៅទាហាន3នាក់កំពុងតែដើរល្បាតនៅពេលហ្នឹងពួកគេក៏បានជួបជាមួយនឹងមនុស្សចម្លែក2នាក់ហើយម្នាក់ក្នុងចំណោមពួកគេក៏បានធ្វើឲ្យពួកគេសន្លប់អស់ទៅហើយតាមការសន្ទនារបស់ពួកគេនឹងយើងបានដឹងថាពួកគេគឺមិនដឹងស្មានទេថាមនុស្សក៏មានធម៌ពលខ្លាំងបែបហ្នឹងតែពួកគេគឺមិនជឿទេថាវាគឺជាធម៌ពលរបស់មនុស្សហើយយើងក៏បានឃើញផងដែរថាអ្នកទាំងពីរហ្នឹងគឺមិនធម្មតាទេក៏ដោយសារតែពួកគេហ្នឹងគឺអាចបើកនៅផ្លូវលំហបានមុននឹងចាក់ចេញទៅពួកគេក៏បាននិយាយថាទោះបីជាយ៉ាងណាគម្រោងការរបស់ពួកគេគឺនៅតែដដែលហើយការសន្ទនារបស់ពួកគេនឹងសងអេវ៉ា
បានក៏បានស្ដាប់ឮទាំងអស់តែទីក្រុងនៅវិញយើងក៏បានឃើញនៅលើផ្លូវដែលស្ទះចរាចរណ៍នោះក៏មានឈិនវូហើយឈិនវូក៏បាននិយាយគ្នាលេងជាមួយនឹងឈិនហោអំពីការបង្កើតសម្ព័ន្ធហើយឥឡូវនោះពួកគេក៏មានចំណងអំពី Shaman Go ដូច្នេះហើយការបង្កើតអង្គការថាក៏មានងាយស្រួលជាងមុនក៏ប៉ុន្តែនៅពេលនោះសុងអ៊ីក៏បានចូលមកនិយាយកាត់ថានៅពេលដែលពួកគេបង្កើតសម្ព័ន្ធនោះកុំភ្លេចហៅនាងចូលរួមផងស្រាប់គ្នានោះដែរខាងសមាគមហាន់ថាក៏បានតាក់ទងមកកាន់ឈិនក៏ដោយសារតែនៅខាងមុខប៉ុន្មានម៉ែត្រហ្នឹងគឺមានដងចងមួយបានកើតឡើងហើយដោយសារតែឈិនវូនៅជិតដូច្នេះពួកគេក៏សូមឲ្យឈិនវូជួយដោះស្រាយផងយូរប៉ុន្មានឈិនវូក៏បានធ្វើដំណើរទៅដល់កន្លែងដងចងដែរនៅពេលដែលឈិនវូចង់ចូលទៅតែឯងចឹងក៏ត្រូវបានម្នាក់ជាម្នាក់សួរឈិនវូប្រកាសអត់ចង់ចូលទៅតែឯងតែក៏ត្រូវបានឈិនវូប្រាប់ថាអីទេគាត់ក៏អាចដោះស្រាយវាបានហើយនៅពេលដែលឈិនវូដើរចូលទៅដងចងក៏ចាប់បានផ្លាស់ប្ដូរទៅជាពណ៌ក្រហមភ្លាមហើយបន្ទាប់ពីដឹងថាវាគឺជាដងចងពណ៌ក្រហមចឹងតែឈិនវូគាត់កើតភ័យនោះទេតែអ្វីដែលគាត់ភ័យនោះគឺថាថ្ងៃហ្នឹងគាត់ទៅតែជឿទៀតហើយរួចក៏ចាប់ដើមកោះហៅនៅចរន្តរបស់ខ្លួនចេញមកលើកនេះមិនខ្វះសូម្បីតែម្នាក់កាត់ទៅខាងសេសាឆាអេណូវិញនាងគឺកំពុងតែមើលថ្ងៃលិចក៏ដោយសារតែជីវិតចិត្តលិចម្ដងក៏ដោយសារតែនាងគឺកំពុងតែពិបាកចិត្តព្រោះដោយសារតែសមត្ថភាពនាងស្ទាយពេកដែលនាងគឺចង់ខ្លាំងដូចជាឈិនវូចឹងមិនមែនឆើតនៅពីក្រោយឲ្យឈិនវូការពារនាងឡើយហើយដើម្បីធ្វើទាំងអស់នឹងបានលុះត្រាតតែនាងខ្លាំងក៏ប៉ុន្តែរឿងហ្នឹងគឺវានៅឆ្ងាយខ្លាំងណាស់កាត់ទៅខាងឈិនវូនៅវិញគាត់ក៏បាននិយាយប្រាប់យើងឲ្យបានដឹងផងដែរថាហាន់ថើក៏ត្រូវបានចាត់កំណត់ឡើងធ្វើជាអ្នកប្រមាញ់ក៏ដូចជាដោះស្រាយបញ្ហាដងશનលើពិភពលោកទាំងអស់ហ្នឹងគឺដោយសារតែពួកគេក៏មិនដឹងថាពេលណាចាប់ដើមឬក៏ពេលណាបញ្ចប់ហើយផ្លូវដែលពួកគេដើរគឺសសឹងតែជាផ្លូវមរណៈក៏ប៉ុន្តែពួកគេគិតតែបន្តការប្រយុទ្ធមិនថាទោះបីជាពួកគេជួបជាមួយនឹងសត្រូវច្រើនយ៉ាងណាក៏ដោយក៏ពួកគេនៅតែបន្តធ្វើក៏ដោយសារតែពួកគេនេះគឺមានហាផាប់ផ្សេងគ្នានៅក្នុងការប្រយុទ្ធអ្នកខ្លះគឺធ្វើដើម្បីគ្រួសារដើម្បីការពារកេរ្តិ៍ឈ្មោះដើម្បីការពារមនុស្សដែលគេស្រឡាញ់ហើយខ្លះទៀតគឺធ្វើទៅតាមគំនិតរបស់ពួកគេរៀងខ្លួនទាំងអស់នោះគឺពួកគេចង់បញ្ជាក់ថាពួកគេគឺអាចធ្វើវាបានអាចយកឈ្នះព្រមលិខិតក៏ដូចជាប្រឆាំងនឹងវាសនាហើយពួកគេគិតតែបន្តធ្វើតាមមិនដឹងទេថានៅពេលណាទៅវាបានបញ្ចប់សាច់រឿងក៏ត្រូវបានបញ្ចប់នៅពេលដែលឈិនវូនិយាយថាតាគោលដៅបន្ទាប់គឺជាអ្វីហើយស៊ីសន្ទី2របស់ Solo Leveling នេះក៏ត្រូវបានបញ្ចប់ជាក់ស្ដែងតែនៅក្នុងពេលនេះបើសិនជាខ្ញុំសង្ខេបត្រឹមតែ3នាទីប៉ុណ្ណោះក៏តែសារខ្ញុំអត់ចង់ឲ្យវាខ្លីពេកអញ្ចឹងហើយខ្ញុំធ្វើវាបាន5នាទីទៅ